ងំងើសាច់មាន់រសជាតិជូរហឹរប្រៃផ្អែមជាពិសេសក្លិនឈ្ងុយចេញពីក្រូចងំងើខ្ទឹមសខ្ទឹមក្រហមអីអញ្ចឹងទៀតនិយាយពីថាមួយមុខហ្នឹងធានាថាញ៉ាំហើយដឹងតែជាប់ចិត្តឯណាបងប្អូនហើយសម្រាប់ម្ហូបមួយមុខនេះដែរបងប្អូនចង់ធ្វើញ៉ាំជាមួយបាយដូចនាងខ្ញុំអញ្ចឹងក៏បានឬធ្វើជាប្រភេទគ្រឿងក្លែមគឺរឹតតែត្រូវចំពោះការធ្វើរបស់ខ្ញុំជាដំបូងគឺយើងដាក់ប្រេងទុកឲ្យក្តៅហើយកុំភ្លេចដាក់ម្សៅបំពងចូលបន្តិចផងបងប្អូនដើម្បីនៅពេលដែលយើងបំពងសាច់មាន់ទៅគឺវាអត់ផ្ទុះខ្លាញ់ចេញមកក្រៅណាហើយសម្រាប់រយៈពេលនៃការបំពងសាច់មាន់របស់នាងខ្ញុំមួយចំហៀងនាងខ្ញុំប្រើពេល10នាទីហើយសម្រាប់មួយចំហៀងទៀតនាងខ្ញុំក៏ប្រើពេល10នាទីដូចគ្នាសរុបទៅនាងខ្ញុំប្រើពេល20នាទីដើម្បីបំពងសាច់មាន់មើលតែថាសាច់មាន់របស់យើងរៀងក្រៀមបន្តិចហើយយើងអាចស្រង់សាច់មាន់ហ្នឹងទុកដើម្បីយកទៅឆាបានហើយណាងាកមកមើលការធ្វើរបស់ខ្ញុំជាបន្តទៀតគឺយើងដាក់ប្រេងឆាទុកឲ្យក្តៅរួចចាក់ខ្ទឹមបំពងឲ្យឡើងក្លិនឈ្ងុយតែមិនបាច់ចាំដល់ក្រៀមទេណាបងប្អូនមើលតែថាខ្ទឹមយើងរៀងជះក្លិនឈ្ងុយបន្តិចហើយគឺយើងចាក់ក្រូចសើចខ្ទឹមក្រហមម្ទេសជាមួយនឹងដើមខ្ទឹមចូលបានហើយណារួចយើងរំលីងឲ្យគ្រឿងទាំងអស់ហ្នឹងជះក្លិនឈ្ងុយល្អបន្តិចសិនណាទើបនាងខ្ញុំដាក់ស្ករក្រហម1ចុងស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេចេង1ស្លាបព្រាកាហ្វេទឹកស្អ៊ីវខាប់1ស្លាបព្រាបាយរួចយើងកូរគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យរលាយចូលគ្នាបានល្អបន្តិចសិនទើបនាងខ្ញុំចាក់ក្រូចងំងើចូលសម្រាប់ក្រូចងំងើបងប្អូនចង់ដាក់តិចឬក៏ច្រើនតាមការចូលចិត្តហើយនាងខ្ញុំបានបន្ថែមទឹកជា2ស្លាបព្រាបាយដែរបន្ទាប់ពីនាងខ្ញុំបានដាក់គ្រឿងក្រៅជាមួយនឹងគ្រឿងផ្សំត្រូវចិត្តអស់ហើយយើងអាចដាក់សាច់មាន់ដែលយើងបានបំពងរួចហ្នឹងចូលបានហើយណាហើយសម្រាប់ការដាក់សាច់មាន់នេះដែរយើងប្រើពេលអត់យូរទេបងប្អូនគឺយើងក្លុកជាមួយគ្រឿងហ្នឹងប្រហែល4ទៅ5នាទីអីដើម្បីឲ្យសាច់មាន់របស់យើងហ្នឹងខាំជាប់ជាមួយនឹងគ្រឿងបានល្អចំណែកឯក្លិនវិញមិនបាច់និយាយហ្មងនិយាយពីថាក្លិនឈ្ងុយខ្លាំងមែនតែនដោយសារយើងប្រើខ្ទឹមសជាមួយនឹងខ្ទឹមក្រហមស្លឹកក្រូចហើយនឹងគល់ខ្ទឹមយើងរំលីងឲ្យឡើងក្លិនឈ្ងុយផងណាហើយចុងក្រោយកុំភ្លេចឲ្យសបន្ថែមស្លឹកខ្ទឹមជាមួយនឹងម្ទេសដែលនាងខ្ញុំបានហាន់ជាចំណិតស្ដើងអញ្ចឹងមកណាហើយនៅពេលដែលយើងញ៉ាំទៅប៉ះជាមួយនឹងស្លឹកខ្ទឹមអញ្ចឹងទៀតណានិយាយពីថាក្លិនឡើងឈ្ងុយញ៉ាំជក់មាត់ខ្លាំងមែនតែនសម្រាប់រសជាតិវិញនិយាយពីថាសាច់មាន់ផ្នែកខាងក្នុងឡើងទន់ពេលដែលញ៉ាំទៅឡើងឈ្ងុយតែម្ដងហើយសម្រាប់ស្បែកខាងក្រៅវិញនិយាយពីថាស្រួយរសជាតិឆ្ងាញ់ខ្លាំងមែនតែនដោយសារវាខាំជាប់ជាមួយនឹងគ្រឿងបានល្អផងណាអញ្ចឹងហើយសម្រាប់មួយមុខនេះបើបងប្អូនបានធ្វើញ៉ាំហើយនាងខ្ញុំធានាថាដឹងតែជាប់ចិត្តហើយណាចាបងប្អូនឥឡូវការបង្ហាញពីមុខម្ហូបឆាងំងើសាច់មាន់រសជាតិបែបជូរហឹរប្រៃផ្អែមរបស់នាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់ហើយថ្ងៃស្អែកចាំជួបជាមួយនឹងនាងខ្ញុំសាជាថ្មីម្ដងទៀត